សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកស្ងោរងុាំង៉ូវសាច់មាន់បងប្អូនគ្រឿងផ្សំមានដូចជាខ្ទឹមច្រាមស្លឹកគ្រៃស្លឹកក្រូចហើយនិងសាច់មាន់បងប្អូននេះខ្ញុំដាក់ខ្លាញ់ចូលទៅដាក់ខ្លាញ់រាងក្តៅហើយក៏បងប្អូនដាក់ខ្ទឹមពងរួចហើយខ្ញុំដាក់ស្លឹកគ្រៃស្លឹកក្រូចម្ទេសបងប្អូនពងវាឈ្ងុយលីងវាឈ្ងុយនោះបងប្អូនរួចហើយខ្ញុំដាក់សាច់ចូលហើយបងប្អូនលីងវាឲ្យរាងនេះតិចទៅបងប្អូនឲ្យវាស្ងួតទឹកតិចទៅលេងវាទៅបងប្អូនរួចហើយខ្ញុំក៏ចាក់ទឹកចូលបងប្អូនចាក់ទឹកស្ងោរបងប្អូនស្ងោររួចហើយស្ងោររៀងផុយរួចហើយខ្ញុំមកដាក់អំបិលជាអំបិលប៊ីចេងស្ករបន្តិចបងប្អូនចូលចិត្តរសជាតិបែបណាបងប្អូនដាក់តាមហ្នឹងទៅបងប្អូនរួចហើយក៏បងប្អូនភ្លក់មើលរួចហើយថាល្មមហើយក៏បងប្អូនដាក់ជីចូលនេះបងប្អូនដាក់ដាំង៉ូវញ៉ាំង៉ូវបងប្អូនរួចហើយក៏ដាក់ជីចូលទៅ